ថតអូនថតគ្រោះថ្នាក់ដល់រន្ធត់ស្លាប់បាត់បង់ជីវិតមនុស្សដល់ទៅ2នាក់ក្នុងការបើកបរម៉ូតូធំវ៉ាជែងបាត់ក៏បានបុកជាមួយនឹងរថយន្តដឹកដីមួយគ្រឿងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងស្ថិតនៅតាមបណ្ដាផ្លូវ60ម៉ែត្រតែម្ដងបាទចំពោះថ្លើមសាច់បាល់គឺបែកខ្ទេចផ្សាយពេញផ្លូវតែម្ដងប្រិមជនអត់លឺស្រែកលឺស្រែកលឺសូរទេទៅមកផឹងមកទេចាឆឹងស្ងាត់ឆឹងតែចាឆឹងមកហូតទៅទាំងមកឈប់បាន2 3នាក់ទៅនឹងមកស្រែកគេជួយដែរអង្គពេលឃើញហេតុការណ៍ហ្នឹងហើយជួយគ្នាឡានគេទៅវឹកស្រែកយ៉ាងណាក៏គេអត់ឈប់ដែរអត់ឈប់ទេបើពេលអង្គឃើញទស្សនវិជ្ជាបែបហ្នឹងអង្គមិនចង់ជួយដែរតែជួយមិនវិញបើខ្ទេចវល់អស់ចាបើខ្ទេចវល់អស់ជួយមិនវិញតែម្ដងលឺទូខូនលឺសលេងដូចរបៀបមិនបងលឺសូដូចចង់និយាយថាដូចយើងគេហៅថាដូចទុះដូចធុងកាភឹងបងចាពេលនោះឲ្យបងគេងបងចាតើគេងលក់តែខ្ញុំទៅចេញពីធ្វើការមកឡានដឹកដីបងចាឡានដឹកដីតែពេលខ្ញុំចេញមកម៉ូតូនឹងដួលហើយមនុស្សស្លាប់ហើយឡានដឹកដីចេញទៅយ៉ាងហ្នឹងឡានដឹកដីបើករត់ទៅចាបាទប្រិវត្តទូជនតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថារថយន្តបានបើកចូលក្នុងផ្លូវនេះបាទឥឡូវបន្ទាប់ពីចេញពីកន្លែងកើតហេតុគាត់បានមកបាទបន្លំភ្នែកបើករថយន្តចូលមកផ្លូវក្នុងបានតយបានរថយន្តចាក់ខ្សាច់ពាក់កណ្ដាលទុកពាក់កណ្ដាលទុករថយន្តតែម្ដងឥឡូវសមត្ថកិច្ចកំពុងធ្វើការពិនិត្យឲ្យប្រិយជនបាទហើយខាងក្រោយរថយន្តសុទ្ធតែឈាមតែម្ដងហើយករណីនេះយើងមិនទាន់ដឹងថាខាងណាខុសខាងណាត្រូវទេបាទក៏ប៉ុន្តែរថយន្តបើកចេញពីទីតាំងកន្លែងកើតហេតុបន្ទាប់ពីមានមនុស្សស្លាប់2នាក់នៅលើដងផ្លូវប្រិយជននេះសុទ្ធតែឈាមតែម្ដងបាទក្នុងរថយន្តខាងក្រោយរថយន្តខាងក្រោយគូរថយន្តហ្នឹងបាទហើយគាត់ធ្វើការបើកមកតយខ្សាច់បាទតយខ្សាច់ចាក់បន្លំប្រភពពីប្រជាពលរដ្ឋដែលគាត់បាទសម្រាប់នៅក្បែរចំណុចទីតាំងឲ្យកន្លែងកើតហេតុគឺលឺស្នូដោយក្របបែកតែម្ដងបាទលន់ដូចផ្ទុះក្របបែកគាត់បានលឺនៅពេលដែលកើតហេតុភ្លាមប្រិមិត្តទស្សនិកជនគឺយុវជន2នាក់បើកបរម៉ូតូធំក្នុងលបឿនលឿនបាទបុកជាមួយនឹងរថយន្តធំដឹកដីពីក្រោយបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងពីរតែម្ដងហើយហេតុការណ៍នេះគឺព្រួយរន្ធត់ខ្លាំងមែនទែនដោយខួរក្បាលដោយក្បាលខ្លួនដោយខ្លួនបាទថ្លើមហោះចេញមកខាងក្រៅតែម្ដងបែកខ្សាច់ពេញផ្លូវតែម្ដងប្រិមជនហើយទស្សនវិជ្ជាមួយនេះគឺរន្ធត់មែនទែនបាទចំពោះករណីមួយនេះយើងមិនទាន់ដឹងថាករណីក្នុងការបើកបរក្នុងលបឿនកម្រិតណានោះទេប្រិមជនដោយឃើញហេតុការណ៍នេះគឺរន្ធត់មែនទែនបាទខ្ញុំមើលអត់សូវច្បាស់មកផាំងមកនឹងខ្ញុំទៅស្រុតអស់លេងទៅឃើញថ្លើមបេះដូងប្រមាត់ហោះចេញនឹងហោះទាំងអស់ចេញលន់ខ្លាំងលន់ខ្លាំងលន់ផាំងអូនលន់ផាំងបន្ទាប់ពីកើតហេតុរថយន្តក៏បានបន្តទៅមុខទៀតអត់ទៅមុខទៀតទៅមកពូនោះពូកង់3គាត់តាមពីក្រោយរហូតទៅកង់ឡានចុះរត់បាត់ទៅនៅឡានកង់ឡានយកខ្លងចោលនៅខាងមុខហ្នឹងណាឡានហ្នឹងថាទៅហ្នឹងនេះគេអាប្រែងនេះឡានដឹកដីនេះឡានដឹកដីនេះបងហ្នឹងហើយឡានបន្ទាប់ពីបើកចេញពីទីតាំងកន្លែងកើតហេតុគាត់បានមកសង្ងំពួនលាក់ខ្លួននៅចំណុចទីតាំងកន្លែងចាក់ខ្សាច់មួយកន្លែងហើយគាត់បានធ្វើការតយរថយន្តបាទតយរថយន្តបន្លំភ្នែកសមត្ថកិច្ចបាទដើម្បីឲ្យបាត់ដានបាទគឺចាក់ខ្សាច់ឲ្យបិទគូរថយន្តតែម្ដងតែចំណែកជាក់ស្ដែងគូរថយន្តឡានដឹកដីបែបនេះគឺសុទ្ធតែឈាមនឹងកតិចសាច់តែម្ដងហើយនេះគឺជាស្រោមជើងតកង់រថយន្តបានធ្វើការដោះឲ្យរត់ចោលតែប្រិមត្តជនហើយតកង់រថយន្តបាទគាត់ទុកនៅនឹងតែម្ដងជាប់នឹងរថយន្តនឹងតែម្ដងបាទហើយពុងសម្ាំងរថយន្តគឺនៅក្តៅតែម្ដងអើយពីដំបូងគាត់ជិះមកស្របមួយឡានអញ្ចឹងបងទៅនឹងមួយឡានអញ្ចឹងហើយនឹងកង់3ហើយគាត់ជិះទៅពីក្រោយកង់3ដល់ពេលពូកង់3ហ្នឹងគឺលើសលេងម៉ូតូគាត់ហ្នឹងបើកលឿនទៅគាត់ក៏អែបស្ដាំហើយគាត់ក៏វាកង់3ហ្នឹងទៅប៉ះគេពីក្រោយមកប៉ះឡានពីក្រោយចាបុកឡានពីក្រោយមកលាន់ស្នូមិនអូនខ្លាំងលាន់ខ្លាំងដូរខ្លាំងហ្មងណាចាគាត់ជិះលបឿនលឿនហ្មងលឿនខ្លាំងម៉ូតូលឿនហ្មងបាទម៉ូតូធំចាបើលើស្លាប់ទាំង2នាក់តែម្ដងស្លាប់ទាំង2នាក់បងអញ្ចឹងពេលបុកភ្លាមគឺអត់មាននៅដង្ហើមអត់មាននៅដង្ហើមអីទេបងបុកភ្លាមគឺគាត់ទៅភ្លាមស្លាប់ទាំង2តែម្ដងអរគុណច្រើនមកដល់ពេលនេះគឺមិនទាន់បាទស្គាល់អត្តសញ្ញាណអ្នកដែលបានស្លាប់បាត់បង់ជីវិត2នាក់ទេប្រិមជនដោយម៉ោង 1:56 នាទីហើយគឺអត្តសញ្ញាណមិនទាន់បានផ្សព្វផ្សាយទៅរកសាច់ញាតិបាននោះទេសូមពុកម៉ែបងប្អូនសូមជួយធ្វើការ share និងចែករំលែកព័ត៌មាននឹងម្នាក់មួយផងដើម្បីឲ្យដឹងទៅដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដល់ទៅ2នាក់នេះប្រិមិត្តបន្ទាប់ពីបាទស្ងាត់មួយរយៈនៅតាមមកដល់ផ្លូវវិថីបាទ60ម៉ែត្រថតអូនថតបាទហេតុការគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ60ម៉ែត្របាទបានដាក់រនាំងការពារឲ្យបែរជាមានរថយន្តបាទអាផាតូយ៉ូតាមួយគ្រឿងបាទ
បានបើកក្នុងបុកបរះបលីអូសជាច្រើនម៉ែត្រមកដល់ចំណុចមុខកន្លែងកាត់ហេតុត្រូវបានកម្លាំងសមាជិកធ្វើការខាត់សួរនាំក្នុងការបាទដាក់សុំផ្លូវឲ្យហេតុអ្វីក៏គាត់បើកលឿនម្លេះនៅលើបណ្ដាផ្លូវ60ម៉ែត្រនេះប្រិមជនអញ្ចឹងបានចេះតែមានគ្រោះថ្នាក់បើកបបានមិនបានមើលគ្រប់ជ្រុងជ្រោយនៅស្ថានភាពផ្លូវផ្នែកខាងមុខដោយរថយន្តមួយគ្រឿងនេះចឹងបាទដាក់ឆ្ងាយពីសាកសពប្រហែលជា10ម៉ែត្រតែបែរជាគាត់បើកអូសតែម្ដងបាទនៅកន្លែងសុំផ្លូវចំណុចទីតាំងដែលម៉ូតូធំ2គ្រឿងបុកស្លាប់ព្រាមនៅកន្លែងប្រជាជនហើយសំណពរសូមមេត្តាបើកបរមានការប្រុងប្រយ័ត្នទាំងអស់គ្នាបើកបរបាទយកចិត្តទុកដាក់បើកបរត្រូវតែមើលបាទឲ្យបានវែងឆ្ងាយបើកបរមិនត្រូវគិតច្រើននៅលើដងផ្លូវទេវានាំឲ្យបញ្ហាទៅដល់គ្រោះថ្នាក់ដល់អ្នកដទៃប្រជាជនសូមមេត្តាបើកបរមានការប្រុងប្រយ័ត្នទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាទើបជីវិតយើងបាទគង់វង្សនិងជីវិតអ្នកដទៃនិងជីវិតនិងសេចក្តីសុខគ្រួសាររបស់យើងប្រិមិត្តបាទបន្ទាប់ពីធ្វើការឆែកឆេរខ្លួនសពគឺអត់មានអត្តសញ្ញាណសម្រាប់សម្គាល់ទេប្រិយជនទូរស័ព្ទ2គ្រឿងគឺបាត់បែកទាំងពីរតែម្ដងចំពោះនៅលើដងខ្លួនគឺអត់មានអត្តសញ្ញាណបាននេះមកបានណាមួយនោះទេមានតែពុកម៉ែបងប្អូនធ្វើការ share និងចែករំលែកដើម្បីឲ្យដឹងដល់គ្រួសារសពទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងទំនាក់ទំនងទៅគ្រួសារសពដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីប្រិយមិត្តជន